បុណ្យកុសលទាំងឡាយនេះខ្ញុំកណាអាត្មាបានលើកឡើងមកនេះគ្រាន់តែជាទឹកថាសម្រាប់ញាតិញោមពុទ្ធបរិស័ទពិចារណាតែសេចក្តីទុកមិនអស់ទេណាខ្ញុំកណាមានការឈឺចាប់រឿងមួយដោយបងស្រីខ្ញុំកណាស្លាប់កាលពីខ្ញុំកណានៅពីក្មេងហើយខ្ញុំកណាមានបងប្អូន5នាក់ស្រី4ឪតែថ្មមួយប្រុសទី1ហើយបងស្រីទី1ស្លាប់មានន័យថាស្លាប់ដោយបងស្រីផ្សេងនៅក្មេងដោយឧបទ្ទវហេតុដោយលក្ខស្មានដល់វិបដិសារីទាំងអស់ដែលកើតមាននៃការឈឺចាប់បាត់បង់មនុស្សដែលជាទីស្រឡាញ់ថ្មយល់តែមានតែធម៌ព្រះអពុទ្ធទេញាតិញោមតែអាចព្យាបាលផ្លូវចិត្តនឹងបានពិចារណាហេតុផលហើយយើងត្រូវមានសេចក្តីសង្ឃឹមរស់នៅបន្តទៅទៀតព្រោះអ្នកស្លាប់លោកបានទៅរកភពកំណើតតទៅទៀតហើយតែយើងអ្នកដែលនៅមានជីវិតនៅរឿងរ៉ាវជាច្រើនអំរែកជាច្រើនដែលយើងត្រូវរែកត្រូវពុនត្រូវចាក់បន្តទៅទៀតសម្រាប់អ្នកស្លាប់ទៅតែយើងនៅមានជីវិតនេះត្រូវមានរឿងច្រើនដែលត្រូវដោះស្រាយទៀតចឹងត្រូវមានកម្លាំងចិត្តខិតខំប្រឹងប្រែងហើយនៅក្តិចស្រឡាញ់នៅក្នុងបេះដូងនេះមានរូបគាត់នៅក្នុងនេះជាកម្លាំងចិត្តអានឹងគឺធ្វើឲ្យបានសូមអនុមោទនីតែបើយើងយករឿងទាំងអស់នេះមកបំផ្លាញជីវិតធ្វើបាបជីវិតអ្នកដែលស្លាប់ទៅក៏លោកដឹងក៏លោកមិនសប្បាយចិត្តដែរចឹងហើយយល់ទេលោកដែលទៅធ្វើដំណើរទៅលោកខាងមុខនោះក៏លោកមិនសប្បាយចិត្តអ្នកដែលរស់រានមានជីវិតមានន័យថាលោកកើតទុក្ខលោកធ្វើបាបខ្លួនមិនហូបបាយមិនហូបទឹកមិនគិតគូរអីទាំងអស់អត់កម្លាំងអត់កំហែងមិនទេត្រូវមានស្មារតីខិតខំប្រឹងប្រែងថែសុខភាពខិតខំប្រឹងប្រែងបំពេញតួនាទីស៊ូយកអាភាពសោកសៅភាពលំបាកធ្វើបាបខ្លួននឹងយកទៅធ្វើជូនគាត់ទៅទៀតដូចអីញញឹមយកភាពសោកសៅភាពកន្ទុកតែងក្នុងចិត្តនេះយកទៅធ្វើបុណ្យយកពេលហ្នឹងកុំយកពេលហ្នឹងមកធ្វើបាបខ្លួនត្រូវមានស្មារតីដោយបងប្រុសជាដើមខ្លាចដឹងថាបងមានសេចក្តីទុក្ខលំបាកណាស់តែបងត្រូវមានស្មារតីមួយថាភាពទុក្ខលំបាកនេះបងបំផែងទៅជារឿងបុណ្យវិញណាថ្ងៃណាស្ត្រេសថ្ងៃណាមិនល្អបងទៅធ្វើបុណ្យទៅប្រឡែងប្រកេនចង្ហាន់ប្រសងស្ដាប់ប្រចង់អបបានស្ដាប់ធម៌អញ្ចឹងទៅដឹងរសាយខ្លះតែបើយើងអត់ទុកហើយយើងធ្វើបាបខ្លួនឯងគឺយើងខាតទី1មិនបានបុណ្យដល់អ្នកស្លាប់ទី2យើងមានលំទុកលំបាកខ្លួនឯងណាពេលដែលយើងមានទុកលំបាកខ្លួនឯងអញ្ចឹងលំបាកពីរជាន់ហើយអញ្ចឹងហ៎បងបាក់ពីរជាន់អញ្ចឹងត្រូវមានស្មារតីថាទុកលំបាកទាំងអស់នេះបងមានហើយក្នុងចិត្តតែនៅមានកូននៅមានចៅនៅមានរឿងរ៉ាវជាច្រើនទៀតដែលបងត្រូវដោះស្រាយជំនួសបងស្រីចឹងបងត្រូវរឹងមាំត្រូវមានស្មារតីឲ្យល្អហើយថ្ងៃណាដែលបងតូចចិត្តលំបាកក្នុងចិត្តបងត្រូវយកធម៌ដើម្បីយកមកសង្កត់ហើយត្រូវធ្វើបុណ្យកុសលជារឿយជូនដល់បងសូមអនុមោទនីសាធុខ្ញុំកណាសូមលើកឡើងនៅធម៌ទាំងឡាយមានប្រមាណប៉ុណ្ណេះក្នុងការវេលាសូមប្រគេនបុណ្យដល់ព្រះត្រៃសង្ឃគ្រប់ព្រះអង្គបានគង់ស្ដាប់ធម៌ទេសនាជូនបុណ្យកណាម្ចាស់ព្រះអង្គចៅអធិការជូនបុណ្យដល់គុណចាស់គ្រប់ព្រះអង្គជូនបុណ្យញាតិញោមពុទ្ធបរិស័ទប្រុសស្រីបានស្ដាប់ធម៌ទេសនាជាពិសេសសូមអានិសង្ឃនៃការចេញពីធម្មទានទៅជូនដល់វិបាកបរិសន្ធិវិញ្ញាណរបស់ឧបាសិកាស្វាយស៊ីណាដែលបងស្រីបានធ្វើនិច្ចកម្មទៅសូមបងអនុមោទនានៅចំណែកបុណ្យកុសលនេះសូមបានជាវិច័យរួចចាស់ទុកគ្រប់បែបយ៉ាងសូមអនុមោទនាសាធុសាធុធម្មទេសនាសំការវេលាបញ្ចប់តែប៉ុណ្ណេះឯងអីវ៉ាំងសាធុសាធុសាធុ
ព្រះសត្វពមេណាជាធម៌ប្រកបដោយអង្គ8ប្រការនៃព្រះអរិយបុគ្គលជាម្ចាស់ជាផ្លូវដ៏ត្រង់ក្នុងកិរិយាញ្ញជនត្រាស់នៅព្រះនិព្វានឲ្យចូលទៅកាន់ព្រះនិព្វានបានព្រះធម៌នេះជាធម៌ត្រជារងាប់បងនៅភ្លើងទុំភ្លើងកិលេសជាធម៌ដ៏អត់ដំជាគុណយ៉ាងសាន់សង្សារទុំខ្ញុំព្រះករុណាសូមក្រាបថ្វាយបង្គំនៅព្រះសន្តោនុមោទនីអនុមោទនីការស្ដាប់ប្រធមទេសនាដែលសម្ដែងដោយព្រះអង្គគ្រូចាតិកាវត្តព្រៃក្រឡាដែលជាព្រះវិន័យធម៌ណាសូមអនុមោទនីនៅក្នុងវេលាគ្រានេះគឺវិជាពុទ្ធបរិស័ទទាំងឡាយជាពិសេសម្ចាស់ដើមទានដើមមុនដែលជាស្វាមីនៃសពមានឧបាសកកៅសមន្តាព្រមទាំងបុត្រីទាំងពីររូបព្រមទាំងមេដាបិតានៃសពឧបាសិកាស្វាយសេនាព្រមទាំងបុព្វការីជនទាំងអស់ដែលបានស្ដាប់នៅពធមទេសនានៃព្រះករុណាជាម្ចាស់បច្ច័យកប្បយវត្ថុនឹងមានចំនួន550000តែបច្ច័យនោះខ្ញុំកណាបែងជា2តំណាងជាអាយុកាលរបស់ឧបាសិកាស្វាយសេនាផងនិង11ទៀតនោះគឺតំណាងបរិស័ទទាំងអស់ដែលនៅក្នុងទីនេះអញ្ចឹងបច្ច័យទី1 440,000ជាបច្ច័យសម្រាប់បូជាពធមទេសនាដំបូងកណាទី2គឺបូជាពធដែរតំណាងឲ្យពុទ្ធបរិស័ទទាំងអស់ដែលអញ្ជើញចូលរួមគឺ110,000សរុបចូលគ្នាបាន55,000រៀលដែលជាបច្ច័យសម្រាប់បូជាពធមទេសនាកណាជំរះដូច្នោះខ្ញុំកណានឹងវេនៅបច្ច័យនេះជាធម្មទានបូជាកណាជាម្ចាស់ដូចតទៅកប្បយការិកានាងហត្ថេពវិសេកេវឡាងតមហេចតារោប្រេភញ្ចថាបបិទ្ធព្រះករុណាជាម្ចាស់ដ៏ចម្រើនហើយកប្បយវត្ថុមានចំនួនសរុបមានចំនួន44,000និង11,000សរុប55,000រៀលនិងមាននៅក្នុងកប្បយការិកាឬក៏កប្បយការិកៈរបស់លោកម្ចាស់សូមលោកម្ចាស់ប្រើប្រាស់នៅបច្ច័យ4តាមយ៉ាងដើម្បីជាប្រយោជន៍ដើម្បីសេចក្តីសុខដល់បុព្វការីជនទាំងឡាយជាពិសេសយើងខ្ញុំព្រះករុណាសូមប្តឹងដល់សម្ដេចទេវតាដែលមានឈ្មោះថាព្រះករុណាសូមនូមពំនាំនៅដំណឹងនៃការបូជាព្រះធម្មទេសនាចំនួន44,000និង11,000រៀលរួមសរុប55,000រៀលជាចំណែកបុណ្យនៃឧបាសិកាបាសិកាស្វាយសេនាក្នុងធម្មទាននេះចុះកាលណាព្រះករុណាជាម្ចាស់ទទួលបានការបវារណានៃខ្ញុំព្រះករុណាហើយសូមឲ្យចំណែកបុណ្យនេះជាប្រយោជន៍ដល់សពសត្វទាំងឡាយដល់ទេវតាទាំងឡាយផងដល់ជាពិសេសនោះឧបាសិកា